Nơi bế đá này dây đo rương tinh tế,មនុស្សជាច្រើនគាត់បាននិយាយថាបើសិនជាយើងនៅផ្ទះជួល10-20ឆ្នាំក្រោយនៅតែជាផ្ទះរបស់គេដដែលខណៈពេលដែលបង់លុយឲ្យគេប្រចាំខែតែបើសិនជាយើងទិញផ្ទះដោយបង់រំលោះគឺថាក៏យើងបង់លុយឲ្យគេប្រចាំខែដែរប៉ុន្តែ10-20ឆ្នាំក្រោយផ្ទះនោះក្លាយជាផ្ទះរបស់យើងក្លាយជាផ្ទះផ្ទាល់ខ្លួនបើអញ្ចឹងយើងគួរតែទិញផ្ទះបង់រំលោះហេតុអីត្រូវនៅផ្ទះជួលក៏មានការយល់ថាអញ្ចឹងណារឿងការសម្រេចចិត្តថាទិញផ្ទះឬក៏នៅផ្ទះជួលនេះវាមិនមែនជាគោលការណ៍ដែលយើងត្រូវប្រកាន់យកមួយណានោះទេប៉ុន្តែអ្វីដែលយើងត្រូវប្រកាន់យកគឺភាពចំណេញតើភាពចំណេញហ្នឹងភាពចំណេញយ៉ាងម៉េចភាពចំណេញហ្នឹងគឺថាបើសិនជាយើងនៅផ្ទះជួលចំណេញជាងយើងនៅផ្ទះជួលបើសិនជាយើងទិញផ្ទះទៅចំណេញជាងយើងទិញផ្ទះគ្រាន់តែថាការទិញផ្ទះភាគច្រើនគឺមិនសូវបានចំណេញដូច្នេះហើយបានជាយើងត្រូវគិតឲ្យម៉ត់ចត់មុននឹងយើងទិញផ្ទះបើសិនជាមានករណីថាឥឡូវផ្ទះហ្នឹងយើងជួលនៅមួយខែ500ហើយបើសិនជាយើងទិញបង់រំលោះមួយខែ500ដែរបើក្នុងករណីអញ្ចឹងយើងទៅជួលទៅអីទិញទៅដូចតែគ្នាហ្នឹងបងដូចតែគ្នាហ្នឹងយើងទិញតែបដ ாய் ទៅទិញតែម្ដងទៅប៉ុន្តែបើសិនជាករណីអញ្ចឹងយើងទិញផ្ទះអស់មួយខែ1000ត្រូវបង់រំលោះដល់យើងជួលផ្ទះនៅតែ500ទេអស់តែ500ទេបើទិញផ្ទះអស់1000នៅផ្ទះជួល500បានសេចក្តីថានៅផ្ទះជួលអស់លុយតិចហើយយើងសល់លុយបើសិនជាយើងនៅផ្ទះជួលបើធៀបទៅសល់មួយខែ500នេះមួយខែ500នេះយើងអាចយកទៅធ្វើអីផ្សេងបានទេអញ្ចឹងយើងគួរតែនៅផ្ទះជួលសិនទៅសិនណាសិនទៅមិនមែននៅអស់មួយជីវិតទេគឺសិនពេលខ្លះពាក្យសិនហ្នឹងវាមានប្រយោជន៍នៅត្រង់ចំណុចវិនិច្ឆ័យហ្នឹងដែរយើងនៅផ្ទះជួលសិនទៅទុកមួយខែ500នេះយកទៅធ្វើអីផ្សេងទៅអាហ្នឹងខណៈពេលដែលយើងកំពុងតែស្ថិតនៅក្នុងកលៈទេសៈកសាងទ្រព្យមិនមែនស្ថិតនៅក្នុងកលៈទេសៈសល់ទ្រព្យទេយើងនៅផ្ទះជួលសិនដើម្បីមានលទ្ធភាពទិញផ្ទះវិឡាធំណោះរឿងផ្ទះយើងគួរតែទិញឲ្យព្រោះវាជាតម្រូវការចាំបាច់ក្នុងការរស់នៅយើងត្រូវតែមានគ្រាន់តែថាសិននិងមិនសិនតែប៉ុណ្ណោះទេដើម្បីយកពេលវេលាហ្នឹងបង្កើតទ្រព្យកាន់តែធំច្រើនជាងនឹងថែមទៀតពេលខ្លះបងប្អូនត្រូវមានក្នុងរយៈពេល3ឆ្នាំដល់តែទិញផ្ទះទៅត្រូវពន្យាការមានដល់តែ5ឆ្នាំបានខ្លាយជាអ្នកមាននឹងក្នុងករណីដែលទិញផ្ទះទៅគឺជាប់បំណុលត្រូវបង់មួយខែ1000មួយខែ1000មួយខែ1000អ្នកខ្លះទិញពីល្វែងមួយខែ2000បើសិនជាអត់បានទិញផ្ទះហ្នឹងយកលុយទៅទិញដីហើយយកមួយខែ1000 2000នោះយកទៅបង្កើតមុខរបររលួយបានមកកណោចាំ3ឆ្នាំក្រោយចាំយើងទិញផ្ទះកុំបារម្ភរឿងអត់ផ្ទះនៅកុំបារម្ភត្រូវបារម្ភរឿងអត់បាននៅផ្ទះវិញទិញផ្ទះគេយកមកបង់រំលោះហើយអត់បាននៅផ្ទះផងព្រឹកឡើងអូបទីបតនចេញទៅធ្វើការចេញទៅរលួយដើម្បីយកមកបង់រំលោះឲ្យគេអាហ្នឹងហប់កអញ្ចឹងណាហើយវាដូចជាយើងជួលសន្តាគារដេកនៅអញ្ចឹងបើសិនជាផ្ទះល្វែងមួយយើងត្រូវបង់រំលោះ$1000មានន័យថាមួយថ្ងៃប្រហែល$30មួយថ្ងៃ$30ចង់ប្រហែលសន្តាគារនៅតាមខេត្តហើយអ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុនិងអ្នកដែលមានចំណេះដឹងអចលនទ្រព្យគេអត់សង្វាតទិញផ្ទះខណៈពេលដែលគេកំពុងតែកសាងមូលដ្ឋានលុយទេគេបានលុយមកគេទិញដីគេបានលុយមកគេធ្វើអាជីវកម្មគេបានលុយមកគេវិនិយោគគេបានលុយមកគេប្រើលុយគេធ្លាប់អត់ផ្ទះនៅ30ឆ្នាំ20ឆ្នាំ10ឆ្នាំមិនថ្មីគេធ្លាប់ជួលផ្ទះនៅយូរយារណាស់មកហើយបន្តការជួល2 3ឆ្នាំទៀតឬ5ឆ្នាំទៀតក៏មិនថ្មីដើម្បីគេយកលទ្ធភាពយកលុយរបស់គេយកទៅប្រើប្រាស់ឲ្យឆាប់រហ័សក្នុងការក្លាយទៅជាអ្នកមានមនុស្សជាច្រើនបានទិញផ្ទះហើយមិនអាចរកចំណូលបានពីផ្ទះគិតតែពីរឿងបង់ថ្លៃផ្ទះជាប់លុយនៅក្នុងផ្ទះហើយមួយថ្ងៃខ្វល់ខ្វាយរកចំណូលទៅបង់ថ្លៃផ្ទះរូតរះពីព្រលឹមដេកមិនត្រង់ខ្នងមិនពេញភ្នែកទេទម្រាំតែវាខ្លាយមកជាកម្មសិទ្ធិរបស់យើងគឺប្រើរយៈពេលដល់ទៅ15ឆ្នាំឬក៏20ឆ្នាំបងរំលោះណាអញ្ចឹងមានន័យថាយើងត្រូវបង្កើតភាពជាម្ចាស់បំណុលកាន់តែច្រើនថែមទៀតដែរអ្នកដែលលក់ផ្ទះឲ្យយើងហ្នឹងគាត់ខ្លាចជាម្ចាស់បំណុលរបស់យើងទៅរកស៊ីមកដើម្បីបានលុយយកទៅឲ្យគាត់ហើយក្រែងយើងខ្លាចណារឿងម្ចាស់បំណុលមែនទេបើយើងខ្លាចដល់រឿងម្ចាស់បំណុលប៉ុន្តែបើយើងពាក្យច្រើននាំគ្នាត្រសល់ទៅទិញតែម្ចាស់បំណុលអញ្ចឹងទិញទេណាអ្នកខ្លះទិញគេដោយកក់លុយខ្ញុំសុំកក់លុយ30%ផ្ទះនឹង100000សុំកក់30000ដើម្បីលើកដើម្បីយកលោកធ្វើជាម្ចាស់បំណុលខ្ញុំឲ្យគេ30000ហើយមួយខែបង់1000ទៅទៀតរយៈពេលប្រហែល20ឆ្នាំ18ឆ្នាំ15ឆ្នាំ10ឆ្នាំធ្វើបែបនេះហត់ណាស់ហើយខាតច្រើនណាស់ពីមុនមកយើងធ្វើការងារដើម្បីលុយហើយបើសិនតែយើងបានលុយមកទិញម្ចាស់បំណុលទៀតយើងកាន់តែធ្វើការងារដើម្បីលុយហើយថែមចវាយរបស់យើងមួយទៀតគឺធ្វើការងារដើម្បី
ម្ចាស់បំណុលហើយបើយើងនិយាយពីកម្មសិទ្ធិវិញអ្នកណាកម្មសិទ្ធិរបស់អ្នកណាយើងនៅផ្ទះជួលយើងអត់មានកម្មសិទ្ធិរបស់ម្ចាស់ផ្ទះទេយើងអត់លុយជួលយើងចង់ឈប់ពេលណាក៏បានយើងនៅផ្ទះបងរំលោះយើងថាយើងថាអាផ្ទះហ្នឹងជាកម្មសិទ្ធិរបស់យើងផ្ទះជាកម្មសិទ្ធិរបស់យើងអីយើងជាកម្មសិទ្ធិរបស់ផ្ទះហ្នឹងប្លង់នៅគេយើងចូលខ្លួនទៅធ្វើជាកម្មសិទ្ធិរបស់គេដោយត្រូវដោះបំណុលដោយត្រូវរកលុយបង់ថ្លៃបំណុលបងរំលោះផ្ទះប្រចាំខែឲ្យគេអញ្ចឹងយើងគឺជាកម្មសិទ្ធិរបស់ផ្ទះមិនមែនផ្ទះជាកម្មសិទ្ធិរបស់យើងទេ